តែសង្កេតឃើញគ្នាយើងមានការផន់ច្រឡំរវាងការលក់បាទការលក់គេយល់ច្រឡំថាការលក់អ្នកលក់បកកែនិយាយហើយបកកែនិយាយច្រើនមកទៅនិយាយមិនឈ្នះទេនិយាយរហូតមកទៅតើបកកែនិយាយបានហៅថាបកកែលក់ក៏ពិតអ្នកបកកែលក់គឺអ្នកបកកែសួរទៅវិញទេបាទអ្នកបកកែសួរទៅវិញទេហើយក្នុងការសួរហ្នឹងក៏មិនមែនចេះតែសួរប៉ាត់ណាប៉ាត់ណីដែរសួរតែមានគោលដៅត្រូវមានគោលបំណងច្បាស់លាស់បាទទៅសួរយ៉ាងម៉េចឲ្យរកឲ្យឃើញពីបញ្ហាប្រឈមបាទរកឲ្យឃើញពីបញ្ហាប្រឈមបន្ទាប់ពីរកបញ្ហាប្រឈមហើយបាទយើងសួររកដំណោះស្រាយរបស់គាត់ថាតើគាត់ដោះស្រាយបញ្ហានោះដោះស្រាយបញ្ហាដែលគាត់មានមិញហ្នឹងដោយវិធីណាបាទហើយចាំយើងផ្ដល់ដំណោះស្រាយរបស់យើងវិញប៉ុន្តែយើងរួមគ្នាគិតជាមួយគាត់ថាបើគាត់យកដំណោះស្រាយដែលគាត់មាននោះមកដោះស្រាយតើវាអាចសមស្របអត់អាចទៅរួចអត់តែបើអត់អាចដោះបានទេមិនអាចទៅរួចទេឥឡូវយើងផ្ដល់ជាដំណោះស្រាយជូនគាត់តាមបែបនេះស្របទៅតាមលក្ខខណ្ឌស្របទៅតាមគោលការណ៍របស់ផលិតផលឬសេវាកម្មរបស់យើងទៅពេលនោះអតិជននឹងចាប់ផ្ដើមពិចារណាហើយអញ្ចឹងណាបាទអញ្ចឹងចង់ចែកម្លែកតកតងជាមួយនឹងការលក់បាទអរគុណពេញចិត្តវីដេអូនេះសូមចែកលេខបន្តបាទជួបគ្នាវីដេអូក្រោយទៀត